អូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីកម្មវិធីមួយដែលធ្វើឲ្យរូបយើងច្បាស់អ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង Play Store មកហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាយអក្សរថា O E M I អ្នកទាំងអស់គ្នានេះទី2នេះអ្នកទាំងអស់គ្នាចុចមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាដំឡើងវាមកអ្នកទាំងអស់គ្នាចាំតិចអ្នកទាំងអស់គ្នាវាកំពុងដើរកម្មវិធីនេះគឺវាធ្វើឲ្យរូបរបស់យើងច្បាស់តែម្ដងអ្នកនរគ្នារូបយើងព្រាលអញ្ចឹងយើងដាក់កម្មវិធីហ្នឹងទៅឃើញច្បាស់ HD ហ្មងហ្នឹងហើយចាំតិចអ្នកនរគ្នាខ្ញុំកំពុងតែដំឡើងវាហើយអូខេហ្នឹងហើយអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថាបើកឬមួយក៏ Open ណាអ្នកទាំងអស់គ្នាចាំតិចអ្នកទាំងអស់គ្នាអញ្ចឹងយើងយកអាទី1គេអ្នកនរគ្នាមានពណ៌នេះហ្នឹងយើងយកកន្លែងហ្នឹងមកហើយបន្ទាប់មកយើងចុចអាពណ៌ក្រហមអ្នកនរគ្នាអ្នកនរគ្នាចុចអាពណ៌ក្រហមនេះមកអញ្ចឹងវាលោតរូបឲ្យយើងចង់ដាក់រូបណាដែលធ្វើឲ្យរូបនេះច្បាស់អញ្ចឹងខ្ញុំយករូបនៅខាងលើចុះហ្នឹងហើយរូបនេះអត់សូវច្បាស់មកអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចុចសញ្ញាគ្រីសមកមានពណ៌ក្រហមហ្នឹងអញ្ចឹងវាកំពុងតែធ្វើឲ្យរូបយើងហ្នឹងច្បាស់អញ្ចឹងកម្មវិធីនេះវាត្រូវការអ្នកទាំងអស់គ្នានឹងបើកអ៊ីនធឺណិតដែរអ្នកទាំងអស់គ្នាហើយបន្ទាប់មកវាលោតពាណិជ្ជកម្មអ្នកទាំងអស់គ្នាអញ្ចឹងយើងមើលពាណិជ្ជកម្មវាឲ្យចប់ទៅចាំយើងចុចខ្វែងវាបើសិនជាយើងអត់មើលពាណិជ្ជកម្មវាទេគឺវាអត់លោតរូបភាពដែលច្បាស់ឲ្យយើងទេអញ្ចឹងវាលោតពាណិជ្ជកម្មអញ្ចឹងយើងត្រូវការបើក 3G ដែរអ្នកនរគ្នាយើងបើកអ៊ីនធឺណិតហ្នឹងហើយអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុចសញ្ញាខ្វែងមកអ្នកនរគ្នាខ្វែងពាណិជ្ជកម្មនឹងចេញទៅហ្នឹងហើយអញ្ចឹងវានឹងលោតរូបភាពយើងអ្នកនរគ្នានេះជារូបដែលមកចាហៀងច្បាស់មកចាហៀងអត់ច្បាស់អញ្ចឹងចុចចូលមុខរបស់ខ្ញុំអានេះរូបខ្ញុំព្រាលតែពេលខ្ញុំអមខាងនេះគឺច្បាស់នេះរូបផ្សេងអ្នកនរគ្នាតែពេលអមខាងនេះច្បាស់អញ្ចឹងនេះរូបច្បាស់ហើយនេះរូបព្រាលអញ្ចឹងដើម្បីបានរូបនឹងសែវមកច្បាស់អ្នកនរគ្នានេះគឺជារូបច្បាស់អ្នកនរគ្នាមើលមុខរបស់យើងស្មូតតែម្ដងអញ្ចឹងអ្នកនរគ្នាចុចសញ្ញាព្រួយខាងលើមកដើម្បីសែវហ្នឹងហើយបន្ទាប់មកវានឹងលុបពាណិជ្ជកម្មទៀតអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចុចខ្វែងវាមកអញ្ចឹងអ្នកនរគ្នាចូលមើលកន្លែងនេះរបស់យើងមកកន្លែងរូបភាពនេះមកអញ្ចឹងវានឹងមានរូបនឹងនៅក្នុងកម្មវិធីហ្នឹងអ្នកនរគ្នាហ្នឹងហើយអញ្ចឹងកម្មវិធីនេះគឺវាមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណសម្រាប់ការចូលមើលខ្ញុំបាននឹងធ្វើវីដេអូថ្មីដែលមានអត្ថប្រយោជន៍សម្រាប់អ្នកនរគ្នាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីផងអ្នកនរគ្នាអរគុណច្រើន